សួស្តីអ្នកនរគ្នាខ្ញុំបាទសេនដ្រូណាមេកណ្ដឹងណាគឺខ្ញុំមកបន្តសេរីរឿងកម្ពុជាសិប្បកម្មរបស់យើងជាពីបន្តហើយខ្ញុំក៏សូមទោសផងដែរអាសាក្នុងវីដេអូហ្នឹងគឺមានសំឡេងរំខានអញ្ចឹងណាហើយណាមួយហ្នឹងគឺខ្ញុំស្រ័យបានពាក់កណ្ដាលទៀតតើកម្លេចច្រើនចូលដល់សេរីរឿងយើងតែម្ដងចាប់ផ្ដើមសេរីរបស់យើងមកយើងបានឃើញថាអ្នកនរគ្នាហ្នឹងក៏បាននៅជុំគ្នានៅពេលហ្នឹងដែរយូនីសៀមកសួរទៅកាន់ Deslot ថាតើឃើញហ្នឹងមកធ្វើបបរនាងញ៉ាំហើយបបរហ្នឹងក៏អាចដំដាសាមែនបានអត់ហើយនាងហ្នឹងក៏ដឹងថាពាក់ខិនហ្នឹងធ្វើអ្វីនៅពេលនាងហ្នឹងក៏នៅដែរពេលហ្នឹងមីមីកូបានយកពីវេទមន្តនៅក្នុងសម្រាប់ហ្នឹង Deslot ដែលជាសង្ស័យហ្នឹងគឺមាន3នាក់ដែលទី1ហ្នឹងគឺជាសាណវ៉ារីឃីតនៃកងកម្លាំងអាវុធរាជអាជ្ញាហើយទី2ហ្នឹងទីថេតមេណូរបស់ព្រះវិហារប៉ូឡូញនិងចុងក្រោយដែលនាងមានឈ្មោះថាសាដូរ៉ាម៉ាម៉ាទី3ហើយនាងជាព្រះមហាក្សត្រយានីហើយនៅពេលហ្នឹងអូហ្វីលៀក៏បាននិយាយថាព្រះមហាក្សត្រយានីនឹងឲ្យបដិញ្ញាដើរតាមនាងដើម្បីសម្លាប់ការលេសឡតហ្នឹងបានបន្តនិយាយថាម្ដាយចៅរបស់នាងមានឈ្មោះថាសាដូរ៉ាតែគាត់នឹងអាចដើរតាមព្រះរាជវាំងដោយសេរីអញ្ចឹងវាក៏អាចផងដែរហើយយូលីសៀនឹងបាននិយាយថាគេនឹងត្រូវបានចោទប្លន់ហើយដែលពួកគេនឹងជាអ្នកជំនាញក្នុងការប្រមូលផ្ដុំក្រុមហ៊ុន Intel ដែលពួកគេនឹងមានតែបរិបទពី3នាក់នឹងឯងអូហ្វីលៀក៏បាននិយាយថាវាពិតជាពិបាកខ្លាំងណាស់ក្នុងការកំណត់ថាអ្នកណាជាអ្នកធ្វើហើយយើងទាំងអស់គ្នាគួរតែដាក់អន្ទាក់មួយដែលលោកនេះនឹងមានខួបកំណត់លើកទី15ហើយគេនឹងក្រុងខ្លាចជាមនុស្សពេញវ័យតម្រូវការផ្ទាល់ខ្លួននៃនាងទុកសម្រាប់វឹកហាត់រយៈពេល1ឆ្នាំហើយមីមីកូក៏បាននិយាយថានឹងមិនជារឿងអ្វីដែលយើងត្រូវធ្វើនៅពេលនេះហើយចែអូវីលីនឹងក៏បាននិយាយថានេះជាមូលហេតុដែលនាងបង្កើតក្រុមអន្តរជាតិហើយក្រុមនេះដែរបង្កើតឡើងសម្រាប់ប្រមូលព័ត៌មានចឹងណាហើយនៅពេលហ្នឹងដែរយូលីសៀនឹងមកហត់គ្រីស្តាល់មួយទៅឲ្យចែអូហ្វីលីមើលទៅចែហ្នឹងក៏ឃើញភ្លាមនឹងស្គាល់ផ្លែថាវាជាគ្រីស្តាល់វេទមន្តចែហ្នឹងក៏បាននិយាយថាតើពីណាគេជាអ្នកធ្វើវាទៅដែលថាគ្រីស្តាល់មួយហ្នឹងគឺជាថ្នាក់កម្ពូលតែម្ដងយូលីសៀនឹងក៏លើចង់ឲ្យអ្នកបាននិយាយថាឃើញហ្នឹងជាអ្នកធ្វើក៏លើចង់ព្រាវថាសិស្សនឹងគ្រូហ្នឹងក៏បើកមាត់ចំហបដោយដែលថាលេសហ្នឹងពេញចិត្តនឹងខិតខ្លាំងមែនតែនហើយសេរីហ្នឹងក៏មកកាន់ពេលព្រឹកឡើងវិញយ៉ាងបានកិច្ចថាគឺហ្នឹងនៅផ្ទះរបស់ Leslot តែពេលហ្នឹងដែរគឺម្ចាស់ផ្ទះគេបិទទ្វារអញ្ចឹងណាហើយស្របពេលហ្នឹងដែរកញ្ញាអេក៏មករត់មកទៅត្រាច់ចង់ទៅនាងមានថាផ្ទះហ្នឹងគឺត្រូវបានបិទហើយហើយឃើញនឹងមកសួរថាតើបិទសាររឿងអីទៅហើយកញ្ញាអេហ្នឹងមិនតបថាបិទតាំងពីម្សិលមិញម្លេះតែថាម្ចាស់របស់នាងចេញតែកន្លែងណាមួយក៏នាងអាចដឹងដែរដូច្នេះហើយវាក៏មានអីធ្វើស្រាប់គាត់ដែរហើយសូមនាងសំទោសផងក្រលេចចង់ឲ្យនឹងឃើញក៏បាននិយាយថាអីទេហើយគាត់បានដល់ជើងទីហ្នឹងយ៉ាងសោកស្ដាយចឹងទៅតែគាត់នឹងមកឆ្លោះខ្លួនឯងថាតើគាត់នឹងមកធ្វើអ្វីអាក្រក់មែនហើយតើគាត់នឹងគួរតែញ៉ាំអ្វីនៅពេលហ្នឹងហើយយើងនឹងក៏បានគិតថាឃើញនឹងមកញ៉ាំអាហារក្នុងហាងមួយទៅដែលគាត់មិនសើថាអាហារហ្នឹងគឺឆ្ងាញ់ចឹងណាហើយនៅពេលនោះដែរក៏បានឃើញក្រុមអ្នកផ្សងព្រេងហ្នឹងកំពុងតែនិយាយគ្នាដែលប៉ែសតលឿនហ្នឹងក៏បាននិយាយថាពួកយើងត្រូវជប់សម្រាប់មួយសប្តាហ៍ហើយបើក្រុមយើងគ្មានអ្នកដឹកជញ្ជូនទេហើយក្រុមរបស់យើងនឹងត្រូវបើដំណើរការហើយនៅពេលហ្នឹងដែរឃើញរបស់យើងក៏បានលីដូចគ្នាដល់ពេលហ្នឹងអាចារ្យសតក្រោយហ្នឹងនាងក៏បាននិយាយថាពួកគេនឹងគ្មានលទ្ធភាពក្នុងការបង់ឈ្នួលទេចឹងហើយពួកយើងនឹងត្រូវដាក់វាទាំង3នាក់ក្រោយចឹងភ្លាមហ្នឹងប៉ែសតលឿនដែលជាបងប្រុសរបស់គេហ្នឹងគាត់ក៏បាននិយាយថាប្រសិនបើយើងត្រូវបានវាប្រហារដល់សត្រូវហ្នឹងយើងនឹងគ្មានការការពារទេទើបមកយើងទាំងអស់គ្នាត្រូវស្លាប់ហើយប្អូនស្រីរបស់គេហ្នឹងក៏តបទៅវិញថាពួកយើងហ្នឹងគឺមិនមានពេលវេលាទេក្រោយចឹងហើយហ្នឹងឃើញហ្នឹងក៏បានក្រោកបេតុងរបស់គាត់ហើយគាត់ហ្នឹងបានដាក់សម្លាញ់ទៅកាន់តោរបស់ពួកគេទៅហើយគាត់ហ្នឹងបានសួរទៅកាន់អ្នកទាំងអស់គ្នាថាតើពួកគេហ្នឹងត្រូវការគាត់អត់ដែលគាត់ហ្នឹងគឺពេលប្រយុទ្ធហ្នឹងគឺមិនគួរឲ្យជឿតែហ្មងប៉ុន្តែគាត់ប្រកាសថាគាត់នឹងមានប្រយោជន៍នៅពេលដាក់តំណែងហើយនៅពេលហ្នឹងអាចារ្យសត្វក្រោយហ្នឹងបានតបទៅវិញថាតើការផ្សងព្រេងនេះជាការដំណើរកម្សាន្តមែនក្រោយចឹងហើយពេលសក់លៀនដែលជាបងប្រុសហ្នឹងចង់រកវិញនាងផ្លេតហើយក៏មិនយល់សុំទៅកាន់ខឿនទៅសារពូនស្រីរបស់នាងឆ្លើយចឹងណាក៏ប្រាប់ទៅកាន់ខឿនថាការងារផ្សងព្រេងហ្នឹងគឺមិនងាយស្រួលទេហើយជាពិសេសហ្នឹងនៅពេលពួកយើងកំពុងបបបាញ់តែបិសាចដីហ្នឹងគឺមានទម្ងន់ដល់200គីឡូឯណោះហើយតែគាត់ហ្នឹងមានជំនាញក្នុងការដឹកវាអត់នៅពេលហ្នឹងដែរខឿនហ្នឹងក៏បាននិយាយថាគាត់នឹងអាចធ្វើបានតែគាត់នឹងអាចលើកទម្ងន់បានលើ200គីឡូបើសិនជាគាត់អាចហ្នឹងគាត់អាចលើកអ្នកទាំងពីរបានដើម្បីបង្ហាញពីសមត្ថភាពរបស់គាត់ចឹងណាហើយខឿនហ្នឹងបានដើរទៅកាន់ពាក់2នាក់ហ្នឹងទៅហើយគាត់នឹងបាននិយាយថាគាត់សុំទោសផងតែថាខឿនហ្នឹងបានលើកពាក់មួយដែលសពឆិតចឹងណាតែថាគាត់នឹងលើកនឹងស៊ីផុយតែម្ដងហើយនៅពេលហ្នឹងខឿនបានដើរស្ដារទៅកាន់ពាក់សក់លឿងទៅគាត់ឃើញចឹងហើយពាក់សក់លឿងហ្នឹងក៏បានភ័យបណ្ដោយគាត់នឹងបានខំប្រឹងនិយាយថាគាត់នឹងមានទម្ងន់150គីឡូប៉ុន្តែពាក់ខឿនរបស់យើងគឺអត់ស្ដាប់ទេគាត់បានលើកគាត់មួយទៀតចឹងទៅយើងបានឃើញថាពាក់ខឿនហ្នឹងបានលើកពួកគេទៅស៊ីផុយតែម្ដងហើយសេរីហ្នឹងក៏បានបង្ហាញថាពួកគេទាំង4នាក់បានដើរជុំគ្នានៅពេលហ្នឹងដែរប៉ែសតលឿនហ្នឹងបានណែនាំខ្លួនទៅដែលគាត់ហ្នឹងជាអ្នកចម្បាំងដែលដៃរបស់គាត់ហ្នឹងទៅស្រាប់សម្ដែងទេហើយជំនាញរបស់គាត់ហ្នឹងគឺកណ្ដាប់ដៃដល់ពេលហ្នឹងប៉ែមួយទៀតបានណែនាំខ្លួនទៅតែគាត់ហ្នឹងមានឈ្មោះថាដាណៃសាម៉ារ៉ៃហើយគាត់ហ្នឹងគឺជាមេក្រុមជាសត្វក្រោយហ្នឹងបានណែនាំខ្លួនម្ដងអ្នកនាងមានឈ្មោះថាស៊ីណាហើយប៉ែសតលឿនហ្នឹងបានចង់ចាប់ដៃរបស់ទូប្រុសរបស់យើងទៅក្នុងការចូលក្រុមគាត់ក៏ចង់ឲ្យទូប្រុសរបស់យើងពិតជារីករាយក្នុងការងារនឹងខ្លាំងមែនទែនហើយគាត់ហ្នឹងបានចាប់ដៃរបស់ប៉ែហ្នឹងទៅដល់ពេលហ្នឹងទូប្រុសរបស់យើងបានណែនាំខ្លួនដូចគ្នាដែលគាត់ហ្នឹងមានឈ្មោះថាខឺតហើយសូមអរគុណសម្រាប់ការជួយរបស់អ្នកទាំងអស់គ្នាក្រោយនេះចង់ឲ្យអ្នកទាំង3ហ្នឹងក៏បានសែនទូប្រុសរបស់យើងទៅហើយប៉ែសតលឿនហ្នឹងក៏បានដើរទាំងអែលក្បាលរបស់ទូប្រុសរបស់យើងហើយគាត់នឹងបាននិយាយថាគាត់នឹងរំពឹងទៅលើគាត់ហើយសេរីហ្នឹងក៏បានបង្ហាញថាអ្នកទាំងអស់គ្នាហ្នឹងបានមកដល់រោងភ្នំមួយហើយប៉ែសតលឿនហ្នឹងប្រាប់អ្នកទាំងអស់គ្នាថាឲ្យប្រុងប្រយ័ត្នតិចទៅហើយនៅពេលហ្នឹងទូប្រុសរបស់យើងក៏បានដួលហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានមើលទៅកាន់ទូប្រុសរបស់យើងទៅដែលថាគាត់នឹងស្រែកសុំជំនួយយកតែម្ដងថាគាត់នឹងត្រូវស្លែមចាប់ជើងអញ្ចឹងណាក៏ចង្ហើយស៊ីណានឹងមករត់ទៅរកគាត់
ហើយនាងប្រតិកម្មគិតថាគ្រាន់តែកន្ទិចស្នូលរបស់វាទៅបានហើយក៏เลยចុះហៅទូកប្រុសមកយកមកដល់កម្រិតរបស់គាត់នឹងចាត់ទៅកាន់ស្នូលរបស់វាទៅប៉ុន្តែចាក់មានបែកណាបែកតែត្រីជើងខ្លួនឯងវិញហើយស៊ីណានឹងក្រខើចឹងហើយនាងមកយកកម្រិតរបស់គាត់នឹងចាត់ទៅកាន់ស្នូលរបស់វាទៅតែថាធ្វើស្លែមនឹងគឺរលាកបាត់ព្រាមហ្មងហើយនៅពេលនឹងទូកប្រុសមកយកមកអត់គាត់ទៅកាន់ស៊ីណាដូចគ្នាទៅពេលនឹងពេលសុទ្ធលេននឹងក៏បាននិយាយថាក៏មករំវាអីខើតដែលបែឯងនឹងអាចចាត់ចេញពីការប្រយុទ្ធនឹងបានទៅពេលនឹងដែលណៃនឹងក៏បាននិយាយថាត្រឹមត្រូវហើយការងាររបស់ឯងនឹងជាអ្នកដាក់តំណែងចឹងយើងទាំងអស់គ្នាត្រូវតែរក្សាសុខភាពឲ្យឯង ក៏លើកចុះហើយទូប្រមយកមកគឺក្នុងចិត្តថាពួកគេនឹងគឺមកថាគាត់ទៅមិនជាគាត់នឹងគឺបរាជ័យក៏ដោយហើយគាត់នឹងបានកិនពីក្ររបស់គាត់ចាស់ទៅថាពួកគេនឹងវាធ្វើបាបគាត់ហើយពួកគេមកមើលងាយគាត់ចឹងណាតែថាពេលហ្នឹងគឺទូប្រមយើងគឺសក់ទឹកភ្នែកហើយតែពេលហ្នឹងស៊ីណាងបាននិយាយថាតែគាត់នឹងមានការឈឺចាប់មែនតែទូប្រមយើងបាននិយាយថាគាត់នឹងគឺអត់អីទេហើយយើងនឹងក៏បានគិតថាពួកនេះទាំងអស់គ្នានឹងក៏បានជាទៅក្នុងរូបភ្នំទៅដល់ពេលហ្នឹងស៊ីណាងក៏បាននិយាយថាពួកយើងចាប់ដើមរីករាយនឹងស្លែពលីនេះនឹងក៏បានចាក់ស្លែពលីឲ្យផ្លុំវាទៅ ហើយទីកន្លែងហ្នឹងក៏មានពលីយកតែម្ដងហើយថាវាឲ្យលុយគ្រាន់បើដែរចឹងណានៅពេលកំពុងធ្វើដំណើរហ្នឹងទូប្រុសរបស់យើងមកហៅទៅកាន់ស៊ីណាមើលរបស់មួយទៅទូប្រុសរបស់យើងបាននិយាយថាមើលទៅវាដូចជាមានកូពីនក្នុងរូបភ្នំនេះហើយស៊ីណាមើលទៅវាដូចជាថ្មីអញ្ចឹងហើយវាប្រហែលជាមានដែរហ្នឹងពេលហ្នឹងប៉េសូលីនហ្នឹងក៏បាននិយាយថាអញ្ចឹងពួកយើងអាចឈ្នះកូពីននៅងាយស្រួលតែម្ដងហើយបើសិនមកយើងរត់ចូលក្នុងសមុទ្ររបស់វាបន្ទាប់មកពួកយើងនឹងមកផ្ទុះវាយកតែម្ដងនៅពេលហ្នឹងទូប្រុសរបស់យើងបាននិយាយថាអូខេហើយនៅពេលនេះបងប្អូនគ្នាធ្វើដំណើរចូលទៅខាងក្នុងហ្នឹងទូប្រុសរបស់យើងបានសង្កេតឃើញថានៅអញ្ចឹងហ្នឹងវាដូចជាមានអីចម្លែកអញ្ចឹងណាតែតែមើលនឹងស្ទាបវាទៅដែលគាត់បានគិតថាទីហ្នឹងវាដូចជាមានបន្ទប់សម្ងាត់អញ្ចឹងណា ហើយស្របពេលនឹងដែរវងកូភ្លីននឹងក៏បានបង្ហាញខ្លួនដូចគ្នាតែថាមករបស់វានឹងក៏ពិតជាជួតខ្លាំងមែនទែនហើយនៅពេលហ្នឹងស៊ីណាមិនយកកាំបិតហ្នឹងទៅគប់វាទៅហើយដល់ណៃហ្នឹងมันប្រតិទះតារបស់គាត់ហ្នឹងកាត់វាជាពីរទៅពេលហ្នឹងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាស្រួលទេដោយសារកូភ្លីនមួយនឹងបានហាគ្នាវាមកអញ្ចឹងណាតែតាសម្លេងរបស់វានឹងគឺមានបរិមាណច្រើនខ្លាំងមែនទែនហើយស៊ីណាមិនយកទៅកាន់បងប្រុសបងគេថាពួកវានឹងមកច្រើនហើយបងប្រុសតែថាពួកយើងគឺមានឱកាសទៀតទេហើយនៅពេលហ្នឹងទូប្ររបស់យើងមានថានាទីហ្នឹងមានផ្លូវសម្ងាត់ ថាគាត់ហ្នឹងគឺទៅមករកឃើញហើយប៉េសុតលេនឹងមកនិយាយថាគេនឹងធ្វើបានល្អហើយបានឲ្យប្អូនស្រីរបស់គេនឹងរត់ចូលទៅខាងក្នុងទៅដែលថានាងទាំងពីរហ្នឹងកំពុងតែរកផ្លូវចេញប៉ុន្តែមើលទៅកាន់ទីហ្នឹងទៅដូចជាងងឹតឈឹងតែម្ដងដែលថាវាគ្មានពលីស្បែកតែបន្តិចហើយគេនឹងមកសួរទៅកាន់ស៊ីណាថាតើអ្នកទាំងពីរវិញគិតមិនទៅហើយស៊ីណានឹងបានតបទៅវិញថានាងដឹងប៉ុន្តែវាមិនអាចទៅរួចក្នុងការចាក់ចេញពីទីហ្នឹងបានទេ ចុះហើយនាងទៅប្រយុទ្ធវិញហើយទូប្រុសរបស់យើងបាននិយាយថាស៊ីណាល្ងងហើយស៊ីណាមើលទៅកាន់ទូប្រុសរបស់យើងថាគាត់នឹងគឺមិនអាចកម្ចាត់ស្លែនមួយបានផងហើយយើងមកមើលនេះទឹកពីរខាងក្រៅវិញតែថាប៉ែសុតលេនឹងបាននិយាយថាសូមឲ្យគាត់នឹងថែសាមបងស្រីនាងផងនៅពេលហ្នឹងដាណៃមកសួរទៅកាន់គាត់ថាតើគាត់នឹងសោកស្ដាយអត់